ខ្ញុំមិនដឹងបងប្អូនសូមស្ដាប់ខ្ញុំជាកូនខ្មែរមិនខ្លាចទេបោកបត់តែលើផ្លូវស្នាមមិនកិច្ចពីបញ្ហាតែដោះស្រាយដូចជាអ្នកវ័យឆ្លាតឯនឹកថាខ្មែរតែចាំបាច់ត្រូវបងបង្ហាញរួមមួយតនៅក្នុងខ្លួនគឺក្តីស្រឡាញ់នឹងការរំវល់ចង់ឲ្យពិភពលោកស្គាល់ថាខ្មែរមានតម្លៃបើគេចោទយើងថាជាចាស់ប្រាប់ពួកគេថាខ្មែរមានសិលធម៌ពងខ្ពស់ស្ដាប់ខ្ញុំបន្តិចបងប្អូនសូមស្ដាប់ខ្ញុំជាកូនខ្មែរមិនខ្លាចទេបោកបត់តែលើផ្លូវស្នាមនឹងកិច្ចពីបញ្ហាតែដោះស្រាយដូចជាអ្នកវ័យឆ្លាតឯនឹកថាខ្មែរតែចាំបាច់ត្រូវបង្ហាញរូបមន្តនៅក្នុងខ្លួនគឺក្តីស្រឡាញ់នឹងការរំមចង់ឲ្យពិភពលោកស្គាល់ថាខ្មែរមានបល័យបើគេចោទយើងថាជាចាំប្រាប់ពួកគេថាខ្មែរមានសិលធម៌ខ្ពស់នឹងការរំមចង់ឲ្យពិភពលោកស្គាល់ថាខ្មែរមានតម្លៃបើគេចោទយើងថាជាចាំប្រាប់ពួកគេថាខ្មែរមានសិលធម៌ខ្ពស់ស្ដាប់ខ្ញុំបន្តិចបងប្អូនសូមស្ដាប់ខ្ញុំជាកូនខ្មែរមិនខ្លាចគេបោកបត់តែលើផ្លូវស្នាមមិនកិច្ចពីបញ្ហាតែដោះស្រាយដូចជាអ្នកវ័យឆ្លាតឯនឹកថាខ្មែរតែចាំបាច់ត្រូវបង្ហាញរូបមន្តនៅក្នុងខ្លួនគឺក្តីស្រឡាញ់នឹងការរំមចង់ឲ្យពិភពលោកស្គាល់ថាខ្មែរមានតម្លៃបើគេចោទយើងថាជាចាស់ប្រាប់ពួកគេថាខ្មែរមានសិលធម៌ខ្ពង់ខ្ពស់ខ្មែរមានសិលធម៌ខ្ពង់ខ្ពស់នឹងការរំមចង់ឲ្យពិភពលោកស្គាល់ថា